ជំរាបសួរសួស្តីសាជាថ្មីបាទតកាន់ពុកម៉ែបងប្អូនទូទាំង25រាជធានីខេត្តពុកម៉ែបងប្អូនបាទថ្ងៃនេះថ្មីចម្លែកបាទខ្ញុំបាទចេញមកចែកជូននៅចំណេះដឹងខ្លីមួយបាទជូនដល់ពុកម៉ែបងប្អូនយើងបាទដោយសារតែរយៈនេះពុកម៉ែបងប្អូនអតិថិជនយើងជួយជាប់ច្រើននៅប្រភេទរថយន្តជិះជាលក្ខណៈគ្រួសារគឺជាប្រភេទរថយន្តព្រុសបាទតាំងពីឆ្នាំ04ស្លាកលេខរហូតដល់กระดาษពុនបាទគ្រប់ឆ្នាំចូលប្រហែលជា10គ្រឿងដែរហើយពុកម៉ែបងប្អូនគ្រាន់តែបើក្បាលខែថ្មីភ្លាមបាទអញ្ចឹងដោយសារអីបាទប្រហែលថ្ងៃនេះមានអតិថិជនគាត់អត់ដែលធ្លាប់ប្រើរថយន្តប្រភេទរថយន្តព្រុសប៉ុន្តែគាត់ស្រឡាញ់បាទដោយសារអីដោយសារតែគាត់សួរទៅដល់ក្រុមការងារយើងភ្លាមបាទអ្នកខ្លះទៅដល់ផ្ទះហើយតែមកសួរទៀតគាត់ថាទ្វាររថយន្តព្រុសគាត់ខូចដោយសារគាត់បានប្រើសោបាទអានឡុកឡុកហើយប៉ុន្តែពេលគាត់ដើរទៅចិត្តទ្វារបាទគាត់បែរជាមិនបានប្រើសោអានឡុកទេគាត់បើកបានអញ្ចឹងគាត់ថាឡានយើងខូចចង់ឲ្យយើងមើលបាទអញ្ចឹងជាចំណុចរសើបចង់ចែកជូនដល់ពុកម៉ែបងប្អូនយើងកុំឲ្យយល់ច្រឡំថាទ្វារឡានរបស់ពុកម៉ែបងប្អូនខូចបាទអញ្ចឹងឥឡូវខ្ញុំណែនាំនឹងបង្ហាញជូនដល់ពុកម៉ែបងប្អូនមើលផ្ទាល់បាទដោយខ្ញុំរើសយករថយន្តព្រុសបាទឆ្នាំ06ពណ៌សនេះមកបាទធ្វើប័ណ្ណបង្ហាញចែកជូនពុកម៉ែបងប្អូនយើងតែម្ដងអញ្ចឹងពុកម៉ែបងប្អូនឡាននេះគឺយើង unlock ហើយណាពុកម៉ែបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមធ្វើការ lock unlock សិនបាទអញ្ចឹងទ្វារសម្រាប់រថយន្តព្រុសមួយគ្រឿងនេះកញ្ចក់ក្តោបបាទអូតូក្តោបអញ្ចឹងពេលយើង unlock ឥឡូវខ្ញុំ unlock ហ្នឹងណាពុកម៉ែបងប្អូនបាទ unlock ហើយអញ្ចឹងគឺកញ្ចក់វាបិទហើយអញ្ចឹងខ្ញុំអត់ unlock វិញទេគឺខ្ញុំបើកតែម្ដងខាងតកងនេះបាទអញ្ចឹងឃើញទេពុកម៉ែបងប្អូនគឺបើកអញ្ចឹងពុកម៉ែបងប្អូនកុំច្រឡំថាបាទទ្វារខាងមុខខូចពុកម៉ែបងប្អូនណាគឺអត់ខូចទេដោយសារតែយើងប្រើ smart key នៅពេលដែលពុកម៉ែបងប្អូនកាន់សោមកចិត្តខាងតកងឬក៏ខាងអ្នកជិះចិត្តតកងគឺបើកអូតូតែម្ដងមិនចាំបាច់ប្រើសោទេហើយចំណុចនេះក៏ចង់ចែកជូនពុកម៉ែបងប្អូនដែរកុំចាំបាច់ប្រើ lock ច្រើនពេក unlock ច្រើនពេកនៅពេលដែលពុកម៉ែបងប្អូនប្រើពពួកព្រុសដោយសារតែវាជួយសន្សំសំចៃអាគុយដែរដោយសារតែពុកម៉ែបងប្អូនចុច lock unlock បាទទៅមកក៏អាគុយយើងថាមពលអាគុយយើងក៏ទៅតាមនឹងដែរអញ្ចឹងគឺជាចំណុចមួយដែលពុកម៉ែបងប្អូនត្រូវតែយល់អំពីការប្រើប្រាស់ smart key ទៅលើរថយន្តពពួកព្រុសដែលពុកម៉ែបងប្អូនបានសួរទៅក្រុមការងារភ្លាមពេលមកដកឡានក៏ដូចជា call មកអញ្ចឹងវីដេអូនេះសង្ឃឹមថាពុកម៉ែបងប្អូននឹងយល់អំពីការប្រើប្រាស់ហើយសន្សំសំចៃអាគុយពុកម៉ែបងប្អូនបានទៀតបាទអញ្ចឹងវីដេអូខ្លីខ្លឹមពុកម៉ែបងប្អូនណាអញ្ចឹងអរគុណសាជាថ្មីសម្រាប់ការគាំទ្រនិងចែករំលែកនៅចំណេះដឹងមួយនេះអរគុណសូមជម្រាបលាបាយបាយ